ระเบียบตำลังการที่ธนาบัตรทำ PLP ในเรื่องตัวสัปดาห์จังสมัยบิดาเซอร์ได้เชียร์นับเชียร์บ้าได้มันตอนมันเชียร์ตำลังการที่ธนาบัตรทำ PLP ในเรื่องตัวสัปดาห์ไอตัวสนาในวิดีโอนี้บ้านในซาแต่การที่ธนาบัตรทำ PLP ในเรื่องตัวสัปดาห์นี้คืออัดเมียนในขนม Play Store หรือก็ App Store สมัยเป็นยังดาวน์โหลดเต้คือยังไอตำลังเบี้ยในตามโดยเฉพาะ browser โดยเฉพาะ Chrome หรือก็ Safari จังไอในขนมวิดีโอนี้คือฉันบางไฮปีระเบียบตำลังไอปามาตั้งออกนี้หรือก็นับเชียร์มาเซอร์ได้เอาตอนเชียร์ตำลังเมื่อให้ធ្វើបានគឺងាយស្រួលទេហើយកម្មវិធីគឺយើងងាយស្រួលក្នុងការដែលយើងធ្វើតេស្តជាមួយកូននៅផ្ទះឬក៏យើងចង់លបងសមត្ថភាពរបស់ពួកគាត់តាមរយៈកម្មវិធី PLP នៅលើទូរស័ព្ទដៃអញ្ចឹងណាអញ្ចឹងកុំឲ្យខាតពេលវេលាយូរមកតាមបានទស្សនាពីរបៀបដំឡើងជាមួយនឹងខ្ញុំទាំងអស់គ្នានៅក្នុងទូរស័ព្ទដៃអញ្ចឹងដើម្បីអាចដំឡើងកម្មវិធី PLP នៅលើទូរស័ព្ទដៃឬក៏ថ្នាលបឋម PLP ហ្នឹងណាបាទមកទាំងអស់គ្នាត្រូវមាន Chrome ឬក៏ Safari ពីរហ្នឹងគឺយើងអាចដំឡើងមួយណាក៏បានដែរអញ្ចឹងគ្រាន់តែយើងចូលទៅកាន់ browser ណាមួយអញ្ចឹងឥឡូវខ្ញុំលើកឧទាហរណ៍នៅក្នុង browser Chrome អញ្ចឹងបាទមកទាំងអស់គ្នាចូលមកតាមខ្ញុំមកដើម្បីយើងអាចដំឡើងថ្នាលបឋម PLP បានបាទមកទាំងអស់គ្នាចូលមកដល់ហ្នឹងហើយគឺវាយើង search ពាក្យថា PLP ឬក៏ទៅសេជាភាសាខ្មែរថាថ្នាលបឋមក៏បានដែរនឹងហើយបន្ទាប់ពីប៉ាមកដល់គ្នាវាពាក្យថា PLP ហើយយកពាក្យថា search ហ្នឹងទៅ go ហ្នឹងទៅវានឹង load មកតម្រងបែបនេះប៉ាមកដល់គ្នាឃើញរូប logo PLP ហើយអញ្ចឹងប៉ាមកដល់គ្នាគ្រាន់តែចុច click ពីលើទៅយើងនឹងចូលទៅកាន់program ឬក៏ក្នុងកម្មវិធី PLP ហ្នឹងហើយនេះនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីរបៀបដំឡើងនៅលើទូរស័ព្ទដៃទេនៅវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញពីរបៀបយើងចូលក្នុងគណនីថាតើធ្វើបែបណាអញ្ចឹងហ្នឹងវាពាក់ព័ន្ធជាមួយនឹងលោកគ្រូអ្នកគ្រូរបស់កូនយើងទាំងអស់គ្នាអញ្ចឹងណាឥឡូវកុំឲ្យខាតពេលខ្ញុំមកបង្ហាញពីរបៀបដំឡើងប៉ាមកទាំងអស់គ្នាចូលមកដល់កន្លែងហ្នឹងហើយប៉ាមកទាំងអស់គ្នាមើលតែកន្លែងសញ្ញាពួនខាងលើបើសិនទូរស័ព្ទ iPhone ក៏វានៅខាងលើខាងស្ដាំដៃហើយបើសិនជាទូរស័ព្ទប្រើប្រាស់នៅប្រព័ន្ធ Android គឺវាចេញសញ្ញាចុច3ឬក៏វានៅខាងក្រោមអញ្ចឹងបាទអ្នកនរគ្នាគ្រាន់តែមើលតាមលំនាំដែលខ្ញុំបានបង្ហាញហ្នឹងទៅគឺយើងអាចធ្វើបានហើយអញ្ចឹងបាទអ្នកនរគ្នាចេញចូលមកកាន់កន្លែងសញ្ញាព្រួយចុចទៅហើយវានឹងលោតនៅផ្ទាំងបែបនេះបាទអ្នកនរគ្នា scroll វាឡើងមកលើទីណាដើម្បីយើងទៅរកពាក្យជាភាសាអង់គ្លេសមួយឈ្មោះថា add to home screen នេះadd to home screen អញ្ចឹងបាទអ្នកនរគ្នាគ្រាន់ចុច click ពីលើនឹងតាមខ្ញុំមកវានឹង load នៅតម្រងបែបនេះគឺជាកន្លែងដែលយើងអាចទៅសេឈ្មោះបន្ថែមបានអញ្ចឹងណាអញ្ចឹងខ្ញុំសូមទៅសេឈ្មោះបន្ថែមអញ្ចឹងខ្ញុំដាក់ថាថ្នាលបឋមហ្នឹងថ្នាលបឋម PLP អញ្ចឹងទៅណាអញ្ចឹងបាទអ្នកនរគ្នាចង់ដាក់បែបណាក៏បានដែរដើម្បីឲ្យងាយស្រួលចាំខ្លួនឯងឥឡូវខ្ញុំសូមដាក់ថាថ្នាលបឋម PLP អញ្ចឹងសិនទៅបន្ទាប់ពីខ្ញុំបានដាក់ខ្ញុំយកពាក្យថា add អញ្ចឹងបន្ទាប់ពីយើងចុចពីលើពាក្យ add ទៅវានឹងទៅលើទូរស័ព្ទដៃរបស់យើងនេះឃើញទេអញ្ចឹងឥឡូវខ្ញុំសូមអស់ទៅកាន់កន្លែងតលាយដើម្បីឲ្យប៉ាម៉ាក់ទាំងអស់គ្នាមើលឲ្យងាយស្រួលនេះគឺជាកន្លែងដែលខ្ញុំបានដំឡើងរួចហើយអានេះគឺខ្ញុំដំឡើងកាលពីឆ្នាំទៅហើយអានេះគឺខ្ញុំដំឡើងជាវីដេអូ record ដើម្បីឲ្យប៉ាម៉ាក់ទាំងអស់គ្នាមើលឲ្យងាយស្រួលក្នុងការដែលចេះដំឡើងពីព្រោះកម្មវិធី PLP នេះគឺអត់មាននៅលើ Play Store ឬក៏ App Store ទេគឺយើងដំឡើងតាមរយៈ browser ណាហើយ browser នេះគឺឈ្មោះថា Chrome ឬក៏ Safari ហើយ Safari នេះគឺវាមាននៅលើទូរស័ព្ទ iPhone ហើយ Chrome ក៏មាននៅទូរស័ព្ទ iPhone ដែរប៉ុន្តែដល់ឡែកចំពោះទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android គឺមានតែ Chrome ទេអញ្ចឹងបាទអ្នកនរគ្នាអាចសាកតាមវិធីនេះបានហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបដែលយើងចូលទៅកាន់គណនីរបស់ PLP តើយើងធ្វើបែបណាអញ្ចឹងណាអញ្ចឹងកុំឲ្យវីដេអូនេះវាវែងកាន់តែយូរខ្ញុំនឹងធ្វើនៅវីដេអូក្រោយទៀតជូនប្រាប់អ្នកនរគ្នាអញ្ចឹងអរគុណច្រើនហើយនេះគឺជាចំណេះដឹងចែកម្លែកប្រាប់អ្នកនរគ្នាអាចធ្វើតាមការណែនាំរបស់ខ្ញុំនៅក្នុងវីដេអូនេះបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ